Bà bố nó này này cứ chia smile Israel rồi có những ai hay mà dạng tiết thà smile em á đây những đâm vía đâm bầy do mò trên chém sát bà đây smile này nhung vừa cả đâm cả vì khai môn chẳng á chẳng rất biết đi ca trên chém sát đây pra smile này bông bồn cắt trắng đắng hay thả tới những cua phơi yang mấy đâm bầy ở về xì bà chẳng ở những dầu về mà ken đi chỉ môi nằm trong này xem tới rồi chỉ ca sai bà bông bồnการไปม้วนคือยมบานกัดเวียดำไปยอมดำมากบางคนโดยยังกัดเวียเจียกองเจียกองโดยในขนมรูปได้ยมบางหันเจียงบางคนบ่ายังกัดเวียประวัยไปให้เจียมาตักเมายังกัดเวียรุ่ยเฮ้ยคือยังโยเวียมาធ្វើការត្រាំជាមួយនឹងទឹកសិនដើម្បីឲ្យវាចេញរឹសបាទអញ្ចឹងការត្រាំនេះក៏យើងត្រូវលាយជាមួយនឹងថ្នាំបាទគឺជីបំពន់បាទបើសិនជាបងប្អូនអត់ត្រាំក៏បានដែរបាទសម្រាប់ខ្ញុំត្រាំវាដើម្បីបញ្ចេញរឹសបាទបងប្អូនជួយឲ្យវាមានកម្លាំងពេលយើងដាំទៅគឺវាឆាប់ដុះវាឆាប់ចេញដំបូលអីអញ្ចឹងណាហើយសម្រាប់ផ្នែកខាងចុងបាទយើងយកវាមកធ្វើការកែនបាទយើងកែនជាមួយនឹងម៉ូទ័រកែនយើងហ្នឹងបាទយើងកែនវាលាយជាមួយនឹងដំឡូងបាទសម្រាប់ខ្ញុំកែនលាយជាមួយនឹងដំឡូងបងប្អូនដំឡូងនេះគឺដំឡូងមីពុលបងប្អូនដែលយើងដាំដើម្បីយកមកលក់ណាប៉ុន្តែនៅពេលដែលយើងយកវាមកធ្វើការហាលឲ្យស្ងួតហើយយកវាមកកែនឲ្យល្អិតអញ្ចឹងយើងអាចឲ្យសត្វស៊ីបានបាទមិនថាជ្រូកមាន់ទាអាចស៊ីបានគឺអត់ពុលទេអញ្ចឹងណាព្រោះអីដំឡូងវាមានសារធាតុពុលដែលសត្វស៊ីទៅហើយវាធ្វើឲ្យសត្វហ្នឹងវាអត់ស្រួលខ្លួនអីអញ្ចឹងប៉ុន្តែនៅពេលដែលយើងហាលស្ងួតគឺវាលែងពុលហើយបាទអញ្ចឹងសត្វដែលអាចចិញ្ចឹមបានគឺមានច្រើនប្រភេទហើយល្អមែនទែនសម្រាប់អ្នកដែលចិញ្ចឹមសត្វលក្ខណៈគ្រួសារអាចជ្រើសរើសជាមួយនឹងស្មៅប្រភេទស្មៅផ្អែមនេះយកទៅដាំតាមផ្ទះគឺល្អមែនទែនបងប្អូនវាជួយកាត់បន្ថយការចំណាយដើមទុនឬក៏កាត់បន្ថយការចំណាយទៅលើចំណីខ្ពស់អីអញ្ចឹងណាបើសិនជាយើងចិញ្ចឹមបែបប្រឡែងចោលមិនឲ្យចំណីអាហ្នឹងយើងមិនចាំបាច់ដាំក៏បានឬក៏យើងដាំឲ្យវាដុះទៅឲ្យវាចកស៊ីលេងក៏បានអញ្ចឹងណាប៉ុន្តែបើសិនជាយើងដាំហើយយើងចិញ្ចឹមវាហើយយើងឲ្យចំណីវាជាទៀងទាត់ដោយប្រើនៅវត្ថុធាតុដើមផ្សេងខ្ញុំមិនលាយដើម្បីឲ្យវាស៊ីគឺបងប្អូនគួរតែដាំនៅស្មៅប្រភេទហ្នឹងគឺល្អមែនតើបាទគឺមន់ចូលចិត្តស៊ីមែនតើនៅពេលដែលយើងយកវាមកលាយបងប្អូនសម្រាប់ខ្ញុំមានច្រើនមុខដែរដែលខ្ញុំលាយបងប្អូនបាទនៅក្នុងនេះខ្ញុំធ្វើការលាយមានស្មៅអ៊ីស្រាអែលឬក៏ស្មៅផ្អែមហ្នឹងមួយមុខដំឡូងមីស្ងួតខ្ញុំប្រើកែនលាយជាមួយនឹងស្មៅដើម្បីឲ្យវាខ្ទេចបងប្អូនដើម្បីវាងាយស្រួលក្នុងការខ្ទេចទី3ហ្នឹងខ្ញុំប្រើជាមួយនឹងកន្ទក់បាទបងប្អូនប្រើកន្ទក់ដាក់លាយជាមួយបាទអញ្ចឹងបើយើងមានតែកន្ទក់ក៏វាស៊ីដែរប៉ុន្តែបើយើងមានវត្ថុធាតុដើមបន្ថែមទៀតក៏កាន់តែល្អបាទខ្ញុំមានវត្ថុធាតុដើមបន្ថែមទៀតគឺម៉ាន់ម៉ាក់យីតឬក៏យើងហៅថាផ្អកដំឡូងមីបាទបងប្អូនដំឡូងមីផ្អាប់បាទបងប្អូនអាហ្នឹងណាដំឡូងមីផ្អាប់យើងយកមកកែនលាយជាមួយវាដែរដើម្បីឲ្យមាន់យើងស៊ីបាទបើសិនជាបងប្អូនអត់មានដូចខ្ញុំបងប្អូនគ្រាន់តែមានជាប្រភេទកន្ទក់ហើយនឹងស្មៅហើយនឹងដំឡូងមីឬក៏មានជាកញ្ចុងអង្គអីបងប្អូនលាយតាមហ្នឹងតែតាមបងប្អូនមាននៅតាមជុំវិញផ្ទះអីចឹងណាបើសិនជាមានបន្លែតកួនឬក៏ស្លឹកអីផ្សេងដែល
มือเตอในจุ่มวิงแต่ยังเมียนยังอาจจะบอยเบียยมาแกนเลียบานจังอะผมม้วนเบียจูเจ็ดซีมันแตนแต่ปีใดเบียเอ่อหมดจูเนียนจังอะ